លោកផៃវណ្ណៈស្នើឲ្យស៊ើបអង្កេតប៉ូលីសចរាចរណ៍ខេត្តបាត់ដំបងថាបានកែសំណុំរឿងម្ចាស់ផ្សារហេងឆៃលីមិនមែនអត់គៀទេគឺបើកកិនពីក្រោយហ្មងនេះបើកកិនបើកបុកពីក្រោយហ្មងមិនមែនបើកគៀដៃដូចដែលប៉ូលីសសរសេរទេប៉ូលីសសរសេរថាបើកគៀប៉ះដៃម៉ូតូលោកឯងបានព័ត៌មានពីណាដែលថាប៉ះដៃម៉ូតូណាបានសាក់សីណាបង្ហាញថាប៉ះដៃម៉ូតូបើយើងមើលរូបភាពនេះបើកកិនពីក្រោយហ្មងនេះបើកបុកពីក្រោយហ្មងណាខំក្រូមេរបាយការណ៍អញ្ចឹងដើម្បីអីលោកនាំគ្នាធ្វើរបាយការណ៍ក្រូមេរបាយការណ៍ពីសមកខ្មៅពីធ្ងន់មកស្រាលអញ្ចឹងដើម្បីអីគេឲ្យលុយលោកប្រហែលណាឥឡូវលោកឯងមើលក្នុងវីដេអូហ្នឹងមើលឲ្យមើលទៀតតើរូបភាពហ្នឹងគៀដៃពីកោតលោកឯងមានអីជាសំអាងមើលឡានបើកបុកពីក្រោយឥឡូវទៀតមកឃើញបុកឡើងទៀតមកក្រោយទៀតមកហ្នឹងណានេះវាមិនមែនបើកប៉ះដៃចកោតទេបើកបុកពីក្រោយឡើងទៀតរុញមកមុខអីហ្នឹងក្រោយស្ងប់ស្ងាត់គ្មានការអើពើជំវិញករណីម្ចាស់ផ្សារទំនើបហេងឆៃលីបើកឡានបុកមនុស្សស្លាប់ប៉ូលីសចរាចរណ៍ខេត្តបាត់ដំបងគ្មានចំណាត់ការលើជនបង្កដូចមកលោកផៃវណ្ណៈនៅថ្ងៃទី3ខែមីនានេះបានបន្តចេញមកសំណុំពរឲ្យថ្នាក់ដឹកនាំនគរបាលជាតិនិងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃចេញបញ្ជាឲ្យក្រុមអធិការកិច្ចនៃក្រសួងមហាផ្ទៃចុះស៊ើបអង្កេតពីភាពមិនប្រក្រតីរបស់ប៉ូលីសចរាចរណ៍ខេត្តបាត់ដំបងដែលបានកែសំណុំរឿងនិងបិទបាំងជនបង្កគ្រោះថ្នាក់ចរាចរណ៍ដែលបណ្ដាលឲ្យមនុស្សស្លាប់នៅក្រៅសំណាញ់ច្បាប់លោកផៃវណ្ណៈបានបញ្ជាក់ថាខ្ញុំបានក្នុងនាមអ្នកសារព័ត៌មានដែលទទួលបានសំណូមពរពីជនរងគ្រោះករណីលោកហេងឆៃលីហៅសយបូរ៉ាថាកែផ្សារទំនើបបាត់ដំបងហេងឆៃលីបើកឡានបុកជនរងគ្រោះស្លាប់សូមគោរពស្នើសុំអាយដាមនាយឧត្តមសេនីយ៍អគ្គស្នងការនគរបាលជាតិនិងអាយដាមឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃមេត្តាបញ្ជូនក្រុមអធិការកិច្ចក្រសួងមហាផ្ទៃចុះស៊ើបអង្កេតស្រាវជ្រាវករណីមន្ត្រីនគរបាលចរាចរណ៍ខេត្តបាត់ដំបងកែសំណុំរឿងបិទបាំងជនបង្កគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យមនុស្សស្លាប់នៅក្រុងបាត់ដំបងកាលពីថ្ងៃទី16ខែកុម្ភៈឆ្នាំ2026លោកផៃវណ្ណៈបានបន្តថាខ្ញុំបានរងចាំការសហការផ្តល់ព័ត៌មានគ្រប់បែបយ៉ាងជូនដល់ក្រុមអធិការកិច្ចបើក្រុមអធិការកិច្ចមានសំណុំពរចង់សហការរួមគ្នាដើម្បីស្វែងរកយុត្តិធម៌ជូនទៅដល់ជនរងគ្រោះដែលលោកហេងឆៃលីថាកែផ្សារទំនើបបាត់ដំបងលក់ផលិតផលថៃបើកឡានបុកបណ្ដាលឲ្យស្លាប់គួរបញ្ជាក់ផងដែរថាកន្លងមកលោកផៃវណ្ណៈក៏បានសំណូមពរដល់មន្ត្រីអនុវត្តច្បាប់មេត្តាជួយរកយុត្តិធម៌ជូនដល់ជនរងគ្រោះផងហេងឆៃលីជនបង្កគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យមនុស្សស្លាប់ទាំងមូលបែរជាដើរពេញខេត្តបាត់ដំបងដោយគ្មានរឿងអ្វីកើតឡើងកន្លងមកថ្នាក់ដឹកនាំឲ្យចាត់វិធានការឲ្យបានម៉ឺងម៉ាត់ចំពោះករណីបុកស្លាប់នេះហេតុអ្វីបានជាមន្ត្រីចរាចរណ៍ខេត្តបាត់ដំបងមិនចាប់ឃាត់ខ្លួនហេងឆៃលីបញ្ជូនទៅតុលាការចាត់ការតាមច្បាប់ដោយករណីធ្វើកន្លងមកតើហេងឆៃលីមានអ្វីពិសេសបានមន្ត្រីអនុវត្តច្បាប់មើលរំលងឬមួយហេងឆៃលីជាតកែផ្សារទំនើបលក់ទំនិញសៀមទើបមន្ត្រីខ្លះមិនហ៊ានប៉ះលោកផៃវណ្ណៈក៏បានបញ្ជាក់ផងដែរថាសូមចែករំលែកបន្តដើម្បីរកយុត្តិធម៌ជូនជនរងគ្រោះកុំលេងល្បែងឆ្ពិនភ្នែកយកកម្មករមកទទួលទោសជំនួសព្រោះហេងឆៃលីជាអ្នកបើកបុកជនរងគ្រោះស្លាប់កុំចង់ក្រមេរបាយការណ៍